Sustained the Agnia, some swacom macan vlog banyum, the can cat simidi. First, my boyfriend took me to the bus station. Laninium dog like Lantrong, like a pong tarong chan lang land, how we got you about beside the bone when you land and you chilan can yup in the aim. The topi rong jam, a lamb at Dalai, I can no land, go me and appear clean and I mice and I kick on me to more like Satmo, mean plung, but back them the time. តម្រូវការរបស់យើងអញ្ចឹងតែពីច្រើនគឺអ្នកចូលទៅគឺគាត់កេងអស់ហើយកាត់ធ្វើដំណើរលើកនេះរបស់ខ្ញុំគឺរៀងបញ្ញាប់បន្តិចហើយដោយសារខ្ញុំត្រូវចេញឡាននៅថ្ងៃសុក្រអញ្ចឹងបន្ទាប់ពីខ្ញុំចេញពីធ្វើការគឺខ្ញុំងូតទឹកអីហើយឡើងឡានយកតែម្ដងតោះមកក៏ខ្ញុំធ្វើការ skin care នៅក្នុងឡានហ្មងទៅអញ្ចឹងយើងមានជាការបិទផេតជូតមុខជូតអីបិទម៉ាស់អីអញ្ចឹងហើយក៏ខ្ញុំចាប់ដើមកេងហើយបបពិសោធន៍ហ្នឹងគឺល្អមែនតើទាំងអស់គ្នាមានអារម្មណ៍ថាចំណេញពេលវេលាច្រើនព្រោះពេលដែលកេងលក់ហើយងើបឡើងបើកភ្នែកទៅគឺដល់ខេត្តសៀមរាបហ្មងចំពោះខ្ញុំការជិះឡានកេងយប់នេះអត់មានផលរំខានឬក៏ការលាក់អីធ្វើឲ្យគេអត់កើតអីទេក៏អាចមកពីខ្ញុំរៀងហត់ហើយដាក់ទៅក៏លក់តែម្ដងពេលដែលបើកវែងននឡើងគឺដល់ទឹកដីខេត្តសៀមរាបគ្រាន់តែចុះពីលើឡានភ្លាមគឺខ្ញុំសប្បាយចិត្តរំភើបមែនតើទាំងអស់គ្នាដោយសារតែខ្ញុំខានមកខេត្តសៀមរាបយូរហើយអារម្មណ៍របស់ខ្ញុំពេលហ្នឹងគឺភ័យផងរីករាយផងដោយសារតែខ្ញុំមកហ្នឹងគឺដើម្បីប្រឡងទេហើយឥឡូវនេះគឺយើងធ្វើដំណើរទៅកាន់ home stay របស់ខ្ញុំដែលខ្ញុំស្នាក់នៅមួយមិត្តភក្តិខ្ញុំប៉ុន្តែពួកគាត់ទៅមុនខ្ញុំមកយកចំពោះកន្លែងខ្ញុំស្នាក់នៅនេះដែរផ្លូវរៀងចូលក្នុងបន្តិចមែនប៉ុន្តែ view វិញគឺស្អាតមែនតើទាំងអស់គ្នាមានអាងហែលទឹកហើយក៏គេមានជួលម៉ូតូដែរដោយមួយថ្ងៃគឺយើងជួលអស់តែ$10ឯងព្រោះពេលខ្ញុំទៅដល់ហ្នឹងអត់ទាន់ដល់ថ្ងៃចូលឆ្នាំខ្មែរអញ្ចឹងទៅតម្លៃអត់សូវថ្លៃទេពេលដែលខ្ញុំទៅដល់គឺពួកយើងបានបបួលគ្នាញ៉ាំអីនៅពេលព្រឹកហើយខ្ញុំក៏បាន make up អីចឹងទៅហើយអត់បានងូតទឹកដូរអីទេដែលគិតថាគ្រាន់តែទៅចេញញ៉ាំអីហើយគឺយើងមកវិញសម្រាប់អីប៉ុន្តែរឿងដែលមិននឹកស្មានគឺបានកើតឡើងនៅទាំងអស់គ្នាអញ្ចឹងចាំតាមដានវីដេអូហ្នឹងដល់ចប់នឹងដឹងថាមានរឿងអីកើតឡើងបន្ទាប់មកពួកយើងក៏បានទៅជួលម៉ូតូហើយនេះជាសកម្មភាពដែលកំពុងរៀបចំជិះម៉ូតូមួយ3នាក់ចេញទៅរកអីញ៉ាំនៅពេលព្រឹកតាមពិតពួកខ្ញុំចង់រកកន្លែងញ៉ាំអីក្បែរកន្លែងគេនឹងទេប៉ុន្តែវ៉ាអញទៅធ្វើម្ល៉េះគេដាក់ជិះរៀបបើពេលមើលជិះមកចូលវិញមកឯងគុំចាប់បាយទីតិចមើលជិះអីស្គាល់ភូមិគេភូមិឯងចឹងនេះអ្នកដុកជឿជាក់ប៉ុន្តែអត់ដឹងផ្លូវទៅណាទៅត្រង់អីវាខាត់អូនអេខាត់ទៅពេញហ៎គេមកអត់ណាញញឹមដាក់បងគឺស្រនួលងបងឃើញញញឹមកាន់ដៃគ្នាដើរក្រោមភ្លៀងរលឹមទាំងគួសង្ឃឹមថាមិនតបពីញ៉ាំអីហើយក៏ពួកយើងមករកទិញស្បែកជើងខោរ៉ូបសម្លៀកបំពាក់ទុកពាក់ថ្ងៃចូលឆ្នាំអញ្ចឹងណាហើយខ្ញុំឃើញឆ្មានេះស្អាតមែនតើអ្នកទាំងអស់គ្នាឡើងខ្ជូតហ្មងបន្ទាប់មកពួកយើងក៏បានជិះដើរលេងជុំវិញវងធំមើលប្រាសាទមើលអីហើយក៏មកកាន់ប្រាសាទនេះពណ៌នេះរយៈពេលត្រឹមតែ15នាទីអីទេដោយសារទេសភាពតាមផ្លូវគឺស្អាតមែនតើហើយអត់មានអារម្មណ៍ថាជិះយូរទេទាំងអស់គ្នាខ្ញុំរៀងសិនបន្តិចដោយសារតែខ្ញុំអត់បានដូរខោអាវទេនិយាយរួមទៅគឺពាក់អាវពីភ្នំពេញមកហ្មងអញ្ចឹងអត់សូវមានរូបស្អាតទេទាំងអស់គ្នាតមកទៀតគឺពួកយើងមកដល់ប្រាសាទប្រខាន់ហើយខ្ញុំអត់ដែរដឹងសោះទាំងអស់គ្នាកន្លែងគេថត Trend Van Lighthurst Macha Hill ហ្នឹងគេថតកន្លែងប្រាសាទប្រខាន់តាហើយឡើងស្អាតហ្មងតមកពួកខ្ញុំក៏បានចូលទៅថតរូបលេងតាមប្រាសាទហើយថតកន្លែង Macha នឹងដូចគ្នាហើយ outfit ខ្ញុំនេះគឺ chill មែនតើអត់មានស៊ីមួយ background អីតិចតែអីទាំងអស់គ្នាដោយសារមកអត់មាន script អត់មាន plan អីទាំងអស់ជិះចេញមកតែម្ដងឥឡូវនេះគឺដល់ម៉ោងបាយថ្ងៃត្រង់ហើយទាំងអស់គ្នាហើយពួកយើងទៅកាន់ភូមិប្រដាប់ដើម្បីញ៉ាំបាយប៉ុន្តែម៉ោងដែលខ្ញុំចេញជិះទៅហ្នឹងគឺម៉ោង12ថ្ងៃត្រង់គឺក្តៅខ្លាំងមែនតើពេលដែលខ្ញុំទៅហ្នឹងពីហៅកន្លែងញ៉ាំបាយហើយគឺយើងក៏មកញ៉ាំតិចតួចដើម្បីប្រញាប់ទៅកន្លែងគេងវិញដើម្បីងូតទឹកងូតអីព្រោះខ្ញុំមិនទាន់បានដូរអាវអីទាំងអស់អញ្ចឹងមានអារម្មណ៍ថាស្អាតមែនតើញ៉ាំអីហើយក៏ពួកយើងចេញមកវិញហើយក៏ឈៀងចូលទិញនំអាកៅថ្នោតនៅភូមិប្រដាប់ដូចគ្នាហើយនំគឺឆ្ងាញ់មែនតើទាំងអស់គ្នាខុសមួយតាអាកាសធាតុរៀងក្តៅទេនិយាយទៅខ្ញុំកាន់ឡើងចង់លាកដៃឆ្ងាញ់ប៉ុន្តែញ៉ាំអត់បានច្រើនទេដោយសារតែវាក្តៅពេក37អង្សានៃសៀមរាបឡើងតាជាទៅប្រៃឈើចុះនៅនៅបាច់ចាំបន្ទាប់ពីធ្វើការជិះម៉ូតូដើរលេងមើលសម្រាប់ទីក្រុងសៀមរាបនៅពេលរាត្រីហើយគឺពួកខ្ញុំដល់ម៉ោងបាយល្ងាចទៀតហើយតែពីញ៉ាំអីហើយក៏យើងមកកន្លែងគេងវិញចាត់ធីមរបស់ខ្ញុំនេះគឺមានជាការ chill នៅពេលព្រឹកហើយយើងមកប្រឹងរៀននៅពេលយប់
ណាគេខ្លះដូចខ្ញុំខមមិនម្នាក់មួយមើលដែលចូលចិត្តមើលមេហ៊ានមួយថ្ងៃមុនប្រឡងឬមួយយប់មុនប្រឡងហ្នឹងគឺខំខ្លាំងមែនតើហើយមិត្តភក្តិរបស់ខ្ញុំពីរនាក់ហ្នឹងគាត់សិតតែជាសិស្សបកាអញ្ចឹងគាត់អត់សូវបារម្ភច្រើនទេអត់សូវតែខ្ញុំទេហើយព្រឹកឡើងក៏យើងមករំលឹកមេរៀននៅកាហ្វេប្រហែល1ម៉ោងជាងហើយយើងធ្វើដំណើរទៅកាន់មណ្ឌលប្រឡងមកឥឡូវពួកយើងមកដល់មណ្ឌលប្រឡងហើយទាំងអស់គ្នាខ្ញុំប្រឡងសិនអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ Thank you.